ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបើកភ្នែកមកភ្លៀងតាំងម៉ោង4ទៀបភ្លឺរហូតដល់ម៉ោង9ព្រឹកតែម្ដងហើយនេះខ្ញុំថតវីដេអូនៅម៉ោង7ព្រឹកពេលដែលខ្ញុំរៀបចេញទៅធ្វើការបន្ទាប់ពីភ្លៀងមួយថ្ងៃពេញថាល្ងាចឡើងក៏វាអត់មេឃអត់សូវស្រឡះដែរហើយខ្ញុំក៏បានវាក្នុងផ្សេងហាត់ប្រាណឃើញថាថ្ងៃថ្មីគាត់មកលេងបាល់នៅទីតាំងដដែលហើយគាត់ថាវគ្គនេះគឺ5ស្មើហើយខ្ញុំប៉ះទៅឲ្យកូនក្រុមរបស់ខ្ញុំដើម្បីសុទ្ធចូលទីឲ្យគាត់ទៅដើមគ្នាលេងខ្ញុំថាលេងល្អជាងថ្ងៃទី1បងប្អូនហើយលេងនេះគឺអត់ឲ្យតបជើងតបអីគ្នាទេគឺលេងសប្បាយៗទាំងអស់គ្នាហើយបែកនេះខ្ញុំហាត់ប្រាណជាមួយគាត់គឺបែកនេះជួបខ្ញុំម្ដងលេងបាល់មួយគាត់នេះគឺបណ្ដោះឲ្យគាត់មានផ្នែកគំនិតស្រឡាញ់កីឡាហើយពេលលេងចប់យើងបានសម្អាតនៅកន្លែងលេងហ្នឹងគឺផ្លូវបេតុងក្នុងភូមិរបស់ខ្ញុំការលេងនេះផងដែរគឺខ្ញុំទិញទឹកជូនគាត់ក្មេងៗហ្នឹងដើម្បីឲ្យគាត់ញ៉ាំពេលលេងហត់ពេលយប់ឡើងចូលសម្រាប់នៅផ្ទះរៀងខ្លួនបាទវីដេអូខ្ញុំផុសជារៀងរាល់ថ្ងៃបងប្អូនទស្សនាកំសាន្តទាំងអស់គ្នាខ្ញុំតែវីដេអូសកម្មភាពចាំថ្ងៃក៏ដូចជាមុខហូបផ្សេងទេសភាពនៅស្រុកស្រែខ្ញុំអាប់ឡូតជូនបងប្អូនទស្សនាទាំងអស់គ្នាហើយនេះគឺកាមេរ៉ារៀងត្រឡប់ត្រឡឹមតិចដោយសារតែខ្ញុំរត់ផងប៉ះបាល់ឲ្យគាត់ផងពួកគាត់ចូលចិត្តកីឡាបងប្អូនពេលដែលខ្ញុំមកធ្វើការហ្នឹងគឺគាត់ចាំខ្ញុំនៅមុខផ្ទះចាំលេងបាល់ហ្នឹងទៅគាត់ជើងគ្នាអត់អីទេនេះគឺទាត់ខាងខ្ញុំទាត់ទៅដែរតែអត់ចូលនេះចាំគោលគេទាត់ត្រឡប់មកវិញលេងសុទ្ធពីចង្អាយមួយអត់ចូលទេហើយនេះអូននេះខាងខ្ញុំទាត់ពីចង្អាយមួយដែរតែអត់ចូលដីគេផ្លុកហើយមានអ្នកឡើងទៅយកហើយចាំយកបាល់លេងឡើងទៅយកហើយបន្ទាប់ពីបានបាល់មកវិញយើងលេងបន្តទៀតវីដេអូរៀងអត់សូវច្បាស់ទេបងប្អូនតែមិនអីទេបងប្អូនដែលចង់ទស្សនាវីដេអូប្លែកវីដេអូផ្សាយអារម្មណ៍ផ្សេងអាចចូលបញ្ញូវីដេអូខ្ញុំនៅខាងក្រោមផ្សេងទៀតផងដែរបងប្អូនហើយបងប្អូនដែលមើលវីដេអូនេះជួយ comment like ក៏ដូចជា subscribe channel YouTube ខ្ញុំផងតាមរយៈវីដេអូនេះខ្ញុំសូមផ្ញើក្តីនឹករលឹកក៏ដូចជាក្តីស្រឡាញ់ទៅកាន់បងប្អូនប្រជាជនកម្ពុជាក៏ដូចជាបងប្អូននៅតាមជាដែននិយាយជាខ្មែរដូចគ្នាយើងមានតែសាមគ្គីភាពហើយសង្ឃឹមថាអ្វីៗនឹងល្អឡើងវិញក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ថ្នាក់ដឹកនាំយើងអរគុណច្រើន